តើមនុស្សធំនៅក្នុងផ្ទះមិនដើររកអញទេហី លោកឪពុកនិងអ្នកម្ដាយរវល់ខ្លាំងណាស់មិនបានកំដរកូនញ៉ាំបាយយូរហើយពិតមែនណាស់ពាក់ពិតជាសម័យបុរាណមែនតើមីងដែលអញអាចមកនេះជាការសម្ងាត់រវាងពួកយើងទាំងពីរនាក់យីមិនអាចប្រាប់អ្នកដទៃបានទេដឹងអត់ ហេតុអ្វីទៅ ពីព្រោះបើអ្នកដទៃដឹងរឿងនេះកញ្ចក់នឹងរលាយបាត់ហើយឯងក៏មិនអាចបានញ៉ាំរបស់ឆ្ងាញ់ទៀតដែរណា ពីឲ្យស្លាប់ក៏មិននិយាយដែរកូនមិននិយាយទេ អញ្ចឹងពួកយើងមកខំដៃគ្នាសន្យាល្អទេហាហា ល្អណាស់ខំដៃគ្នាសន្យាបើកុហកត្រូវងាប់100ឆ្នាំមិនប្រែប្រួលឡើយផ្លែគូលែនមួយចង្កំនេះឲ្យទៅមីងដែរចុះអញត្រឡប់ទៅវិញមុនទៅកុំអីបន្តិចទៀតមានគេដឹងខ្លួនតាន់ អរគុណហើយលោកម្ចាស់តូចស្អែកខ្ញុំនឹងមកលេងជាមួយលោកទៀតលោកម្ចាស់តូចលោកមិនបោកប្រាស់ខ្ញុំទេមែនទេទៅថ្ងៃមុខពិតជាមានរបស់ឆ្ងាញ់ញ៉ាំទៀតមែន បងប្រុសដែលបានខំដៃគ្នាសន្យាហើយគឺដាច់ខាតមិនបោកប្រាស់មនុស្សឡើយលីមីងដែរខ្ញុំចង់ដឹងណាស់ថាក្មេងស្រីម្នាក់នេះមានប្រវត្តិមកពីណាឲ្យប្រាកដឲ្យស្លាប់នឹកមិនដល់សោះព្រះនាងនៃរាជវង្សTang Dynasty កូនស្រីរបស់លីស៊ីមីនឡៃឈឺមិននេះក៏មានន័យថាដរាបណាខ្ញុំជួយនាងឲ្យបានល្អនោះខ្ញុំក៏អាចផ្លាស់ប្ដូរជោគវាសនានៃការដួលរលំនិងការបំផ្លិចបំផ្លាញរបស់រាជវង្សTangបានដូចគ្នាប្រសិនបើខ្ញុំអាចជួយផ្លាស់ប្ដូរវាបានមែននោះខ្ញុំច្បាស់ជាខ្លាយជាវីរៈបុរសដ៏អស្ចារ្យមិនខានហាប្រវត្តិសាស្ត្រគឺជាលទ្ធផលដែលបានសរសេរទុកជាមុនទៅហើយសម្រាប់អ្នកដទៃវាប្រហែលជាមិនអាចផ្លាស់ប្ដូរបានទេប៉ុន្តែលើកនេះខ្ញុំចង់ឲ្យនាងមានជីវិតរស់នៅបន្តព្រះនាងតូចម្នាក់នេះខ្ញុំប្រាជ្ញាថានឹងត្រូវតែជួយសង្គ្រោះនាងឲ្យបានដកដង្ហើមធំមិនមានអ្នកណាដឹងខ្លួនទេតុនតើឯងកំពុងលាក់កំណប់ទ្រព្យល្អអ្វីនៅក្រោមភួយហ្នឹងបងស្រីមើលនរណាគេមកនឹងវាជាផ្លែឈើដ៏ឆ្ងាញ់បងស្រីញ៉ាំទៅនេះជាផ្លែគូលែនតើវាអាចនៅស្រស់ល្អបែបនេះនៅក្នុងរដូវកាលនេះបានយ៉ាងដូចម្ដេចថែមទាំងមានទំហំធំប៉ុននេះទៀតតុនវាមិនមែនញ៉ាំបែបហ្នឹងទេត្រូវតែបកសម្បកចេញសិនទើបអាចញ៉ាំបានឯងនេះពិតជាក្មេងលោកខ្លួនមកចាត់រឿងញ៉ាំមែនមកនេះមកចាំបងស្រីបកសម្បកឲ្យណាឆ្ងាញ់ខ្លាំងណាស់ផ្អែមហើយឈ្ងុយទៀតបងស្រីតើផ្លែឈើទឹកមួយនេះមានឈ្មោះថាអ្វីទៅនេះជាផ្លែគូលែនតុនមែនហើយបងស្រីឈ្មោះរបស់វាគឺគួរឲ្យចង់ញ៉ាំខ្លាំងណាស់មិនមែនឈ្មោះរបស់បងស្រីពីរោះទេគឺវាជាផ្លែឈើគូលែនល្អហើយវាគឺគូលែនប៉ុន្តែតុនតើឯងបានផ្លែគូលែននេះមកពីណាតុនខ្ញុំដឹងហើយថាវាជាគូលែនតើឯងបានផ្លែគូលែននេះមកពីណានៅក្នុងវាំងគឺមិនអាចមានរបស់បែបនេះដាច់ខាតតុនអញ្ចឹងពួកយើងមកធ្វើដៃគ្នាល្អទេឲ្យតែបងចូលចិត្តគឺបានហើយហេល្អណាស់ធ្វើដៃបោះត្រា100ឆ្នាំមិនប្រែប្រួលហា